គ្រួសាររបស់ខ្ញុំអញ្ចឹងប្រយោគដែលថាគ្រួសាររបស់ខ្ញុំនៅក្នុងភាសាចិនគឺយើងនិយាយថា我的家庭我的家庭我的មានន័យថារបស់ខ្ញុំ家庭មានន័យថាគ្រួសារឬក៏ក្រុមគ្រួសារហ្នឹងអញ្ចឹងគ្រួសាររបស់ខ្ញុំឬក៏ក្រុមគ្រួសាររបស់ខ្ញុំ我的家庭អញ្ចឹងបើសិនជាយើងចង់សួរគេថាតើគ្រួសាររបស់អ្នកមានសមាជិកប៉ុន្មាននាក់ឬក៏តើនៅក្នុងគ្រួសាររបស់អ្នកមានសមាជិកប៉ុន្មាននាក់你家有几口人你家有几口人អញ្ចឹងកន្លែងនេះពាក្យថាជាគឺសំដៅទៅលើជាធីអញ្ចឹងជាកន្លែងនេះប្រែថាគ្រួសារឬក្រុមគ្រួសារគ្រួសាររបស់ខ្ញុំមានសមាជិក7នាក់អញ្ចឹងនៅក្នុងភាសាចិនគឺយើងនិយាយថា我家有7口人我家有7口人我家有7口人អញ្ចឹងកន្លែងនេះដូចគ្នាជាសំដៅលើគ្រួសារឬក៏ក្រុមគ្រួសារខោរិនសមាជិកគ្រួសារ我家有7口人សមាជិក7នាក់ពិតជាច្រើនណាស់នៅក្នុងភាសាចិនគឺយើងនិយាយថា7口人真的很多7口人真的很多7口人真的很多សមាជិក7នាក់ពិតជាច្រើនណាស់7口人真的很多7口人真的很多មែនហើយពិតជាច្រើនណាស់នៅក្នុងភាសាចិនគឺយើងនិយាយថា是的真的很多是的真的很多មែនហើយពិតជាច្រើនណាស់是的មែនហើយ真的ពិតមែនហើយឬក៏ពិតជា很多ច្រើនណាស់អញ្ចឹងនៅក្នុងប្រយោគនេះ真的យើងប្រែថាពិតជាមាននរណាខ្លះតើអាចប្រាប់ខ្ញុំបានទេ有谁你可以告诉我吗有谁你可以告诉我吗មាននរណាខ្លះតើអាចប្រាប់ខ្ញុំបានទេ有谁មាននរណាខ្លះ你可以告诉我吗តើអាចប្រាប់ខ្ញុំបានទេ有谁你可以告诉我吗ប្រកាសជាបាននៅក្នុងភាសាចិនគឺយើងនិយាយថា当然可以当然可以当然可以ប្រកាសជាបាន当然ប្រកាសជា可以បាន当然可以ប្រកាសជាបាន当然可以当然可以មានប៉ាម៉ាក់បងប្រុសបងស្រីប្អូនប្រុសប្អូនស្រីនិងខ្ញុំនៅក្នុងភាសាចិនយើងនិយាយថា有爸爸妈妈哥哥姐姐弟弟妹妹和我មានប៉ាម៉ាក់បងប្រុសបងស្រីប្អូនប្រុសប្អូនស្រីនិងខ្ញុំ谢谢大家